សួស្តីថ្ងៃនេះខ្ញុំចង់និយាយពី multi apartment ចង់និយាយពីការខាំពុំនៅលើ multi apartment ធម្មតានៅលើ multi apartment យើងចង់ខាំពុំយើងត្រូវប្រើ open tray ដល់ពេលយើងប្រើនៅលើខាងក្រោយយើងមកខ្ចៅគឺវាពិបាកហ្នឹងទេព្រោះ open tray យើងដឹងថាអាមកធំហើយនៅខាងក្រោយគឺយើងពិបាកខាំពុំគឺត្រូវតែមកខ្ចៅខាងក្រោយគឺពេលខ្លះវាទឹកធ្លាក់ driver ធ្លាក់អីចឹងណាវាធ្លាក់ driver តែជាហាគាត់ជួបកាត់លេងចូលបាត់ទៅបាទហ្នឹងខ្ញុំចង់និយាយពីការខាំពុំហ្នឹងដល់ពេលឥឡូវនេះគឺខ្ញុំចង់បង្ហាញពីរបៀបខាំពុំថ្មីមួយដែលពីប្រើ multi unit ដែរតែយើង close tray គឺថាយើងរៀបចំហើយយើងខាំពុំតែម្ដងគឺចប់បងបាទអូខេខ្ញុំយើងទៅមើលទាំងអស់គ្នានេះគឺជា impression close tray នៅលើ multi unit មុនដំបូងគឺយើងដោះ healing ដែលនៅ healing ផន multi unit នៅខាងក្នុងមាត់ដែលយើងធ្លាប់ដាក់ហើយហ្នឹងយើងក៏ដោះវាចេញមកបានយើងមួលpin បាទ transfer pin ហ្នឹងដាក់ចូលទៅវិញជំនួសបាទ transfer pin ហ្នឹងវាជាដៃអញ្ចឹងណាបាទយើងមួលចូលខ្សែខ្ចៅទៅហើយយើងមួលឲ្យគ្រប់ថ្មិញដែលយើងចង់ខាំពុំអញ្ចឹងទៅបាទយើងមួលទៅអានេះយើងមួលហើយយើងរឹត10 Newton ធម្មតាគេឲ្យរឹត10 Newton បាទយើងមួលចូលទាំងអស់ទៅបាទឃើញស្អាតទាំងអស់ចឹងហើយបើយើងប្រើ impression cap បាទ cap មួយជាន់ទៀតវាចូលបាទ cap ហ្នឹងយើងដាក់ទៅគឺសកត់វានឹងល្អបាទដាក់សកត់ទៅបាទដាក់សកត់អស់ចឹងហើយយើងចាប់ដើមលីងវាចូលគ្នាព្រោះដោយសារ lab គេឲ្យយើងលីងវាចូលគ្នាបិទវាឲ្យជាប់ដើម្បីកុំឲ្យវាងូកបានទេសោះព្រោះដោយសារយើងប្រើ multi unit យើងអាចឲ្យimpression cap របស់យើងហ្នឹងវាមូបានទេអញ្ចឹងតែយើងប្រើ silicone សុទ្ធគឺវាអាចមូដល់ពេលមូយើងដាក់ទៅវាអត់ fit 100%ទេអញ្ចឹងបាទដល់ហើយយើងដាក់លីងវាចូលគ្នាហើយយើងប្រើ live view បាទប្រើ composite flow បាញ់ live view បាទដាក់ឲ្យច្រើនទៅដើម្បីឲ្យវានឹងអញ្ចឹងអានេះមុនដំបូងគេដាក់តិចដើម្បីឲ្យវាបានជាប់គ្នាហើយដាក់ច្រើនគេដាក់ច្រើនឡើងពេញអញ្ចឹងហើយបើយើងចាប់ដើមបាញ់ silicone ដើម្បីខាំពុំយើងលោ tray ឲ្យហើយបាទធម្មតាពួកយើងប្រើ close tray ហ្នឹងគឺវាត្រូវការimpression tray ហ្នឹងរៀងជ្រៅព្រោះដោយសារអាកម្របimpression cap ហ្នឹងគឺវាខ្ពស់អញ្ចឹងណាបាទយើងបាញ់ silicone នៅខាងក្នុងមាត់ហើយយើងបាញ់ silicone នៅលើអំប្រាំងរបស់យើងបាទនៅលើ tray របស់យើងទៅហើយបើយើងយកទៅសកត់នៅក្នុងមាត់បាទយើងសកត់ទៅអាហ្នឹងឃើញអត់មានត្រូវការមួលខ្ចៅទេព្រោះយើងធម្មតាយើងខាំ multi unit យើងត្រូវការ open tray ដើម្បីមួលខ្ចៅដល់ពេលមួលខ្ចៅទៅអ្នកជំងឺហាមាត់ធំជួនកាលវាធ្លាក់ driver ធ្លាក់អីគឺវាពិបាកបាទអូខេអរគុណបាទ